បាទជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីវិធីមួយទៀតដែលបងប្អូនមិនចាំបាច់វាអក្សរទេហើយយើងគ្រាន់តែនិយាយចឹងវានឹងចេញជាអក្សរតែម្ដងអញ្ចឹងឧទាហរណ៍នេះគឺនៅក្នុង Gemini បើបងប្អូនចង់សួរអីមួយបាទអញ្ចឹងខ្ញុំធ្វើការបើកនៅមុខងារហ្នឹងខ្ញុំចង់បានរូបភាពមួយអំពីទេសភាពនៅវាលស្រែបាទអញ្ចឹងយើងឃើញហើយថាយើងចាំបាច់អាសេនាំតែហត់ទេអញ្ចឹងយើងគ្រាន់តែនិយាយអញ្ចឹងគឺនឹងរួចជាការស្រេចហើយមួយទៀតគឺឧទាហរណ៍ដែលនៅក្នុងការបង្កើត slide បាទបង្កើត slide បរិញ្ញាផ្សេងអញ្ចឹងខ្ញុំឧទាហរណ៍តទៅនឹងអក្សរច្រើនបែបនេះអញ្ចឹងគឺខ្ញុំតែងតែនិយាយហើយឲ្យវាបដូរសំឡេងនិយាយហ្នឹងទៅជាអក្សរយកតែម្ដងអញ្ចឹងគឺយើងចំណេញពេលវេលាបានច្រើនឥឡូវខ្ញុំបង្ហាញតែម្ដងបាទឧទាហរណ៍ slide នេះចុះបាទអញ្ចឹងខ្ញុំធ្វើការបើកមុខងារហ្នឹងមេរៀនទី8ទេសភាពប្រទេសកម្ពុជាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយគឺងាយស្រួលមែនតើអញ្ចឹងយើងចំណេញពេលវេលាច្រើនបាទហើយយើងអាចធ្វើការ search នៅកន្លែងផ្សេងៗឧទាហរណ៍ត្រង់នេះ The kid reading book under the tree បាទអញ្ចឹងយើងអាច search យកតែម្ដងគឺលឿនមែនតើបាទហើយយើងទាញរូបភាពដាក់ចូលមកតែម្ដងចំណេញពេលវេលាបានច្រើនតោះឥឡូវខ្ញុំនឹងទៅបង្ហាញអំពីរបៀបដែលយើងធ្វើទាំងអស់គ្នាតើយើងធ្វើដោយរបៀបណាទៅអាចចេញលទ្ធផលបែបហ្នឹងអញ្ចឹងគឺងាយស្រួលទេគឺបងប្អូនដើម្បីធ្វើបានគឺយើងត្រូវដំឡើងនៅ extension មួយដែលឈ្មោះថា speak អញ្ចឹងគឺ extension ហ្នឹងគឺនៅត្រង់នេះណាបាទអញ្ចឹងខ្ញុំធ្វើការ remove វាចេញពី Chrome សិនហើយខ្ញុំនឹងធ្វើការដំឡើងឲ្យមើលសាច់ថ្មីតែយើងបើកទំព័រថ្មីមកយើងគ្រាន់តែវា extension ហ្នឹងមកបាទអូខេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចទៅលើត្រង់នេះមួយបាទយើងចុចលើវាមួយមកតែអញ្ចឹងបន្តទៀតត្រង់កន្លែងប្រអប់ search ត្រង់នេះគឺយើងគ្រាន់តែវាដាក់ថា speak ហើយខ្ញុំដាក់សញ្ញាឧទានមួយបាទអញ្ចឹងវានឹងបង្ហាញត្រង់នេះហើយគឺ speak នេះយើងคลิกលើវាមួយបាទអញ្ចឹងវានឹងចេញនៅកម្មវិធីហ្នឹងគឺវានៅខាងលើគេតែម្ដងអញ្ចឹងយើងគ្រាន់តែចុចលើនេះបាទគឺកម្មវិធីមួយហ្នឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាក៏ចុចលើវានឹងមួយមកបាទអូខេហើយបន្តទៀតយើងគ្រាន់តែចុចទៅលើប៊ូតុងត្រង់នេះមួយគឺ add to Chrome បាទអញ្ចឹងខ្ញុំធ្វើការចុច add to Chrome បន្តទៀតយើងចុចយកកន្លែងadd extension នេះបាទហើយយើងរងចាំវាបន្តិចនេះស្រាយទៅលើល្បឿនអ៊ីនធឺណិតរបស់យើងបាទអញ្ចឹងវាអាចចប់ហើយបាទអញ្ចឹងខ្ញុំគ្រាន់តែចុច next រហូតមកបាទអូខេអញ្ចឹងខ្ញុំទៅកន្លែង home page នេះបាទអញ្ចឹងគឺជាការស្រេចអញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាទៅឡើងបានហើយអញ្ចឹងយើងត្រូវខ្ញុំបិទចោលសិនយើងនឹងចុចទៅលើកន្លែង icon ត្រង់នេះមួយបាទគឺកន្លែង extension នេះបាទហើយយើងនឹងឃើញតាក់ទងជាមួយនឹង speak មិញដែលយើងបាន download ហើយអញ្ចឹងយើងគ្រាន់តែចុចទៅលើរូបបញ្ចូលនេះដើម្បីធ្វើការ pin វាចូលបាទអញ្ចឹងវានឹងបង្ហាញអូខេបាទអញ្ចឹងបន្ទាប់ពីដំឡើងបានហើយគឺយើងគ្រាន់តែចុច mouse តាមទៅលើ icon speak នេះមួយមកបាទហើយយើងចូលទៅកន្លែង option បាទយើងយកកន្លែង option នេះបាទបន្តទៀតកន្លែង primary language នេះឥឡូវបើសិនជាបងប្អូនទាំងគ្នាតម្រូវការការងាររបស់យើងទាក់ទងនឹងភាសាអីចឹងយើងយកភាសានេះមកឥឡូវឧទាហរណ៍បើយើងចង់បានខ្មែរតែយើងអូសក្រមអស់មកហើយយើងយកកន្លែងភាសាខ្មែរនេះតែខ្ញុំសូមជឿរឿងម្ដងទៀតបាទយើងអូសមកក្រមឲ្យអស់មកចូលភាសាខ្មែរមកអូខេហើយបន្តទៀតយើងអូសចុះក្រោមបន្តិចគឺត្រង់ការកំណត់នៅ shortcut key នៅពេលដែលយើងចង់ឲ្យបើកនៅ speak នឹងសម្រាប់ធ្វើការនិយាយអញ្ចឹងយើងចុច shortcut key អីគេឥឡូវឧទាហរណ៍ថាខ្ញុំ change នឹង shortcut key បន្តិចបាទខ្ញុំដូរវាអញ្ចឹងនេះគឺកម្មវិធីមិញបាទគឺតើតទៅនឹង speak នេះណាអញ្ចឹងនេះគឺ shortcut key ហើយបើយើងចង់ដូរអញ្ចឹងយើងចុចរូបប៊ិចនេះមកឥឡូវឧទាហរណ៍ខ្ញុំចុច Alt Shift អក្សរ S នេះណា Alt Shift អក្សរ S នៅលើ keyboard អញ្ចឹងវាចេញបែបហ្នឹងបាទមានន័យថា S នេះគឺមានន័យថា start ចាប់ផ្ដើមណាតែបងប្អូនអាចកំណត់អីផ្សេងពីនឹងបានបាទអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងអាស្រ័យទៅលើការចងចាំរបស់យើងទេហើយយើងចង់ឆ្លាញ់មួយហ្នឹងយើងដាក់ប៉ុណ្្នឹងទៅហើយនៅពេលដែលយើងចង់បិទនៅ speak របស់យើងអញ្ចឹងយើងអាចកំណត់ត្រង់នេះអញ្ចឹងឧទាហរណ៍ខ្ញុំចុច control shift អក្សរ E នេះគឺខ្ញុំតាំងឲ្យពាក្យ N គឺបញ្ចប់តែម្ដងអូខេបាទអញ្ចឹងបន្ទាប់ពីយើងកំណត់ប៉ុណ្្នឹងហើយបាទអញ្ចឹងខ្ញុំចុច update មួយបាទអូខេអញ្ចឹងបើយើងអត់ចេញ update យើងយកកន្លែងពី developer mode នេះអញ្ចឹងវានឹងចេញ update ហើយបាទតែយើងចុច update មកអញ្ចឹងគឺចប់ឥឡូវយើងចូលឧទាហរណ៍ថាខ្ញុំធ្វើការបើកនៅ Gemini របស់ខ្ញុំបាទអូខេអញ្ចឹងដូចបងប្អូនបានឃើញមិញហើយបើយើងចង់ចាប់ដើមនៅ microphone របស់យើងអញ្ចឹងយើងអាចចុចលើ icon ត្រង់កន្លែងនេះក៏បានបាទអូខេនេះយើងចង់ចុច icon ត្រង់នឹងក៏បានឬក៏បងប្អូនទាំងគ្នាចង់
ចុច shortcut ក៏បានដែរគឺយើងចុច L Shift អក្សរ S ដែលយើងកំណត់មិញហ្នឹងណាបាទអញ្ចឹងខ្ញុំចុច L Shift អក្សរ S ចុះបាទ L Shift អក្សរ S វិធីរៀនពូកែសូមជួយផ្ដល់គន្លឹះសំខាន់សម្រាប់ខ្ញុំដើម្បីក្លាយទៅជាសិស្សពូកែបាទអញ្ចឹងយើងចុច Control Shift W ដើម្បីបិទ microphone វិញហើយបងប្អូនអរគុណលឿនមែនតើណានៅក្នុងការធ្វើកិច្ចការអីមួយអញ្ចឹងគឺហើយជាការស្រេចតែម្ដងបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ទាក់ទងនឹងអ្វីផ្សេងៗគឺអាច comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណសូមជម្រាបលា